តោះឥឡូវយើងបន្តជាមួយភាសារបស់យើងគឺផ្នែករ៉ូម៉ាំងទី3បូកលេខរៀងនិងមានការដាក់សញ្ញាត្រេអញ្ចឹងនៅក្នុងកម្មវិធី Word យើងត្រូវរៀបចំមួយលេខបន្តពីយើងពីលើហើយជាមួយនឹងលេខជាភាសាខ្មែរអូខេឥឡូវយើងអូសទៅខាងលើគឺយើងភាសាទី3អញ្ចឹងយើងតពីយើងគឺរ៉ូម៉ាំងទី4អញ្ចឹងយើងចូលទៅកាន់ Menu Home លេខរៀងលំដាប់របស់យើងគឺ numbering យើងយករ៉ូម៉ាំងណាអញ្ចឹងពេលបងប្អូនយករ៉ូម៉ាំងវាអូតូតយើងហើយអញ្ចឹងពេលបន្តបងប្អូនទៅមើលជាមួយនឹងការកំណត់ទៅលើការបញ្ចូលតន័យអញ្ចឹងយើងបញ្ចូលតន័យសំណួរតិចមកបន្តទៀតយើង select មកយើងតម្លាក់ font ស្មើហ្នឹងមក12ឬ14ទៅបន្តទៀតបងប្អូនធ្វើការ enter មួយលេខ5យកយើងលុបចោលចុច backspace លុបមកយើងតរបស់យើងគឺលេខ1 2 3វិញអញ្ចឹងកន្លែងនេះបងប្អូនទៅយកលេខរៀងលំដាប់យើងគឺលេខ1 2 3អញ្ចឹងករណីពេលដែលយើងយក mode ណាក៏បានលេខយើងគឺអត់តទៅភាសាខ្មែរទៅទេអញ្ចឹងកន្លែងនេះបងប្អូនធ្វើការទាញវាស្មើនេះសិនដោយសារលេខរៀងទៅស្មើមួយរ៉ូម៉ាំងអញ្ចឹងពេលដែលបងប្អូនធ្វើការទាញហើយយើងវិលបញ្ចូលទៅលើជាមួយនឹងសំណួររបស់យើងអូខេអញ្ចឹងខ្ញុំក្រាស់សូមក្រាស់ធំតិចអូខេយើងវិលសំណួរចូលមកអញ្ចឹងបងប្អូនពិនិត្យមើលសំណួរនឹងជាមួយនឹងរ៉ូម៉ាំងយើងចង់បានប៉ុននេះឬក៏តូចធំជាក់ស្ដែងគឺអាចនឹងប៉ុនគ្នាទេនឹងអត់តូចធំណាអញ្ចឹងកន្លែងហ្នឹងបងប្អូនធ្វើការកំណត់បន្ថែមទៅលេខរៀងរបស់យើងគឺយើង select មកបងប្អូនចូលទៅកាន់ជាមួយនឹង font មួយគឺបាត់ដបងអូតូបានសៀមរាបឬក៏ Moonlight អូតូក៏បានដែរអញ្ចឹងយើងត្រូវការតឡើង font ហ្នឹងបងប្អូនអាចមើលវីដេអូខ្ញុំពីមុនបានអញ្ចឹងពេលយើងបានលេខរៀងរបស់យើងជើទៅភាសាខ្មែរហើយចំណុចបន្តគឺយើងដាក់ត្រេរបស់យើងគឺស្មើខាងដើមដល់ខាងចុងយើងរាប់ចំនួនជួរមកអញ្ចឹងបានប្រហែលជួរយើង enter មួយលេខ2យកណាបងប្អូនលុបចេញអញ្ចឹងយើងចុច backspace ដើម្បីលុបមួយអូខេអញ្ចឹងយើងធ្វើការសេរី tab របស់យើងឲ្យបានមកកេមតិចមកអញ្ចឹងបន្តទៀតយើងការដៅ tab មួយដៅឲ្យបងប្អូនទាញវាដល់ចុងស្លឹករបស់យើងដើម្បីឲ្យបានត្រេពេញក្តារម៉ៅស្រាម2ដងលើវាចុចលើលេខ right ហើយលេខ2អូខេបន្ទាប់ពីយើងហើយយើងចុច tab មក enter ចុច tab បែរថាយើងគ្រាន់តែ enter ចុច tab enter រុញ tab មកគឺយើងបានត្រេរបស់យើងមកអូតូមកទៀតដែរអញ្ចឹងនៅក្នុងសំណួរទី2កន្លែងនេះយើងធ្វើការ enter តពីលើមកដើម្បីបានលេខទី2នៅខាងក្រោមតើតគ្នាណាអញ្ចឹងយើង enter ពឹបអូខេអានេះសារជាប់ត្រេគេឃើញជាប់ជាមួយ tab អញ្ចឹងពេលដែលយើងដោះ tab ចេញមកបងប្អូនដាក់លេខរៀងម្ដងទៀតអូខេអញ្ចឹងពេលដែលយើងធ្វើការទាញម្ដងទៀតនឹងវាស្មើវាអត់ជាប់សញ្ញា tab របស់យើងដូចស្អីលេខរៀងលំដាប់គឺមកជាមួយ tab តែម្ដងអញ្ចឹងយើងធ្វើជាមួយនឹងសំណួរទី2ចូលអូខេអញ្ចឹងសំណួរទី2ចូលរៀបរាប់ជាស្រេចចូលរាប់ឈ្មោះខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាអូខេអញ្ចឹងកន្លែងនេះយើងធ្វើការលេខ1លេខ2យើងអត់តន់ស្មើបងប្អូនអាចសេរីបានដាក់មកពីមុខកន្លែងហ្នឹងបងប្អូនទាញហ្នឹងគេ icon 3ហ្នឹងបងប្អូនសេរីមួយណាក៏បានដែរបងប្អូនទាញមកព្រោះថាមួយទាញលេខមួយទាញអក្សរមួយទាញទាំងអស់ចឹងណាបងប្អូនសេរីតាមការគួរអញ្ចឹងយើងធ្វើការទាញវាស្មើហើយបងប្អូនធ្វើការដាក់ត្រេដូចខាងលើដែរអញ្ចឹងត្រេរបស់យើងគឺយើងធ្វើការដាក់មកពេញស្លឹកតែម្ដងអញ្ចឹង enter មួយលុបវាចោលលេខ3អត់យកទេអញ្ចឹងគេអត់ស្មើនៅកន្លែងនេះយើងអាចចាប់ទាញក៏បានបន្តទៀតបងប្អូនធ្វើការដៅ tab ដូចមុនហ្នឹងទៀតយើងដៅនៅខាងចុងទាញមកដល់ចុងក្តារធ្វើការម៉ៅស្ដាំ2ដងបន្តទៀតបងប្អូនធ្វើការដាក់ right ហើយលេខ2រុកអូខេរុញ tab យកមកដំណាក់កាលនេះគឺយើងគ្រាន់ធ្វើការ enter រុញយើងនឹងបានជាមួយសញ្ញាត្រេពេញស្លឹកយើងតែម្ដងហើយករណីបងប្អូនចង់ធ្វើការកំណត់ទៅលើគម្លាតឲ្យចិត្តឆ្ងាយបងប្អូនអាច select ទាំងអស់មកយើងចូលទៅកាន់ជាមួយនឹង line in paragraph spacing របស់យើងដាក់គម្លាតលេខតូចឬធំជាងហ្នឹងណាប៉ុន្តែបងប្អូនមើលផងបើកាលនេះយើងដាក់គម្លាតធំវាធ្លាក់យើងអាចលុបចោលលុបចំណុច tab ខាងក្រោមចោលខ្លះអូខេអញ្ចឹងនេះគឺជាមួយវិញ្ញាសាចុងក្រោយរបស់យើងទៅក្នុងការដាក់ត្រេហើយជាមួយនឹងការដាក់ចំណងជើងលេខខ្មែរអូខេអរគុណច្រើន